ការវិវត្តខ្លួនរបស់ជនជាតិចិនមួយចំនួនក៏ដូចជាហានិភ័យដែលនឹងកើតមានឡើងនៅលើប្រទេសកម្ពុជាមាន3ដំណាក់កាលដំណាក់កាលទី1ពួកវាមួយចំនួននោះគឺជាអ ுக ្រិតជនមកធ្វើរឿងអ ுக ្រិតកម្មដូចជាការជួញដូរគ្រឿងញៀនហើយមួយរយៈនេះគឺការចាប់ចម្រិតអញ្ចឹងដំណាក់កាលទី1គឺវាមកធ្វើខ្លួនវាបានន័យថាខ្លួនវាគឺជាអ្នកប្រព្រឹត្តរឿងខុសច្បាប់ទាំងអស់នោះដំណាក់កាលទី2គឺវាបង្រៀនកូនខ្មែរយើងចាដោយឲ្យលុយកូនខ្មែរយើងជាប្រាក់ខែឬក៏ជាភាគរយច្រើនខ្ទង់ពាន់ដុល្លារអីចឹងទៅអញ្ចឹងកូនខ្មែរយើងនឹងចេះហើយវាធ្វើជាថកែវាធ្វើជាមេវាប្រកបវិជ្ជាឲ្យកូនខ្មែរយើងអ្នកទៅប្រព្រឹត្តរឿងខុសច្បាប់ទាំងអស់ហ្នឹងឧទាហរណ៍ថាវានាំចូលគ្រឿងញៀនមកលក់វាឲ្យកូនខ្មែរអ្នកលក់ហើយរឿងចាប់ចម្រិតក៏អញ្ចឹងដែរយើងឃើញមកកន្លងនេះខ្ញុំបានផ្សាយព័ត៌មានរួចហើយគឺវាឲ្យកូនខ្មែរយើងជាអ្នកចាប់ចម្រិតជនជាតិចិនចាដំបូងឡើយវាមកវាគ្រាន់តែចាប់ចម្រិតខ្លួនវាណាក្រុមចិនគ្នាវាចាប់ចិនគ្នាវាមកចម្រិតទាបប្រាក់តែក្រោយមកគឺវាបង្រៀនជនជាតិខ្មែរយើងឲ្យចេះចាប់ចម្រិតអានេះគឺដំណាក់កាលទី2យល់ទេបងប្អូនអាគ្រឿងញៀនក៏អញ្ចឹងដែរដំបូងឡើយវាយកមកគឺវាជក់ហើយវាលក់ក្រោយមកទៀតគឺវាប្រើខ្មែរយើងឲ្យចេះជក់ហើយឲ្យចេះលក់អញ្ចឹងណាអាហ្នឹងដល់ដំណាក់កាលទី2ហើយដំណាក់កាលទី3បងប្អូនដឹងមិនទេគឺជាដំណាក់កាលគ្រោះថ្នាក់បំផុតនោះគឺកូនខ្មែររបស់យើងនឹងចេះធ្វើរឿងនោះដោយខ្លួនឯងហើយបង្រៀនគ្នាតបងប្អូនតណាចាអញ្ចឹងខ្ញុំព្រួយបារម្ភអ្វីដែលខ្ញុំព្រួយបារម្ភគឺការចាប់ចម្រិតគឺជនជាតិចិនវាដល់ដំណាក់កាលមួយចាប់ចម្រិតខ្មែរណាឥឡូវហ្នឹងបន្តិចទៀតអាចនឹងខ្មែរក្រុមខ្លះវាចេះមកពីចិនវាដាច់លុយចាអញ្ចឹងវាតល់ច្រកវាអាចនឹងចាប់ចម្រិតខ្មែរវាអាចខ្ញុំនិយាយករណីវាអាចឥឡូវជាក់ស្ដែងយើងឃើញទេថាសមត្ថកិច្ចកំពុងតែស្វែងរកជនជាតិចិន4នាក់ដែលបានបង្ខាំងនិងប្រើប្រាស់ហិង្សាលើជនជាតិខ្មែរក្នុងករណីចាប់ចម្រិតទារលុយពីខ្មែរ$15,000រឿងពិតទៅបង្កើតឡើងថ្មីនេះបងប្អូនឃើញទេខ្ញុំនិយាយសារដើមម្ដងទៀតដំណាក់កាលទី1វាចាប់ចម្រិតចិនគ្នាវាដំណាក់កាលទី2វាបរៀនខ្មែរឲ្យចេះចាប់ចម្រិតចិនគ្នាវាដំណាក់កាលទី3ឥឡូវវាមកចាប់ចម្រិតខ្មែរហើយចោះបើបន្តិចទៀតខ្មែរចេះចាប់ចម្រិតខ្មែរគ្នាឯងតើវានឹងមានគ្រោះថ្នាក់យ៉ាងណាឥឡូវខ្ញុំឲ្យបងប្អូនទៅស្ដាប់សាច់រឿងលម្អិតតាក់ទងនឹងករណីជនជាតិចិនចាប់ចម្រិតជនជាតិខ្មែរយើងនៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលស្រុកស្នួលបានរៀបរាប់ថាកាលពីថ្ងៃទី10ខែមីនាមានពលរដ្ឋម្នាក់បានប្តឹងរាយការណ៍ពីករណីបង្ខាំងមនុស្សនិងប្រើប្រាស់អំពើហិង្សានៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបានព័ត៌មាននេះស្នងការដ្ឋាននគរបាលខេត្តបានចុះស្រាវជ្រាវដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែបានរកឃើញជនរងគ្រោះចំនួន3នាក់ដែលត្រូវបានមេការឃាត់ទុកអធិការដ្ឋាននគរបាលស្រុកស្នួលបានលើកឡើងដូចនេះតាមចម្លើយរបស់ជនរងគ្រោះទាំង3មុនកើតហេតុនាថ្ងៃទី4ខែមីនាពួកគេត្រូវបានឈ្មោះថោបចាអញ្ចឹងឈ្មោះថោបនេះបានបបួលបពពួករៀបចំគម្រោងនឹងធ្វើបៀឲ្យភ្ញៀវលេងចាភ្ញៀវចិនហ្នឹងឲ្យភ្ញៀវលេងដើម្បីឲ្យភ្ញៀវនឹងឈ្នះហើយពេលដែលភ្ញៀវលេងឈ្នះពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវពេលនោះពួកគេទាំង3ក៏យល់ព្រមសហការជាមួយនឹងបុគ្គលឈ្មោះថោបអញ្ចឹងទាំងអស់ខ្មែរគ្នាយើងមានគ្នា4នាក់ដែលជាបុគ្គលិកកាស៊ីណូអញ្ចឹងខ្ញុំសូមបើកវងកញ្ចក់បន្តិចអ្នកលេងល្បែងគួរយល់ហើយមិនថាកាស៊ីណូមិនថាក្រៅកាស៊ីណូទេមេគឺគេតែងមានល្បិចដោយភ្ញៀវចិនទៅលេងកាស៊ីណូនៅខ្មែរយើងអញ្ចឹងបុគ្គលិកខ្មែរចេះរៀបបៀចារៀបបៀធ្វើបៀគេហៅថាតើអ្នកជំនាញខាងហ្នឹងមិនគេដឹងអញ្ចឹងគឺគេរៀបបៀគេធ្វើបៀហ្នឹងគេចង់ឲ្យអ្នកលេងនឹងឈ្នះគឺឈ្នះហើយតែបើគេរៀបបៀគេធ្វើបៀហ្នឹងឲ្យអ្នកលេងនឹងចាញ់គឺចាញ់ហើយអញ្ចឹងគឺគេរៀបបៀឲ្យអ្នកលេងឈ្នះហើយគេទាភាគរយពីអ្នកឈ្នះបងប្អូនតន់អត់ចាអញ្ចឹងហើយអារឿងអ្នកវក់លបាយអ្នកញៀនលបាយហ្នឹងអញ្ចឹងបានយើងឆ្ងល់ថាមិនបានយើងលេងហ្គេមអនឡាញក៏ដោយចាក់ផ្ទាល់ក៏ដោយទៅដំបងគឺគេឲ្យយើងចាក់ឈ្នះបានលុយមករាប់ពាន់រាប់ម៉ឺននៅពេលដែលយើងចាប់ផ្ដើមវក់យើងអសប្បាយនឹងអាលុយដែលឈ្នះនឹងហើយគឺគេរៀបប្រព័ន្ធរបស់គេឲ្យយើងចាញ់ទៅវិញហើយគេនឹងស៊ីយើងអស់ផ្ទះអស់ដីអស់ទ្រព្យសម្បត្តិអស់ទាំងជីវិតទៀតអ្នកខ្លះចងកលោតទឹកសម្រាប់ខ្លួនដោយសារតែរឿងចាញ់លបែងដោយសារមេឃភ្លៀងខ្លាំងអញ្ចឹងខ្ញុំសូមស្លេះសិនបងប្អូនរងចាំតាមដានទស្សនាភាគ2ដែលជាភាគបញ្ចប់សូមអរគុណ